សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានបញ្ជាក់លើ3ចំណុចដើម្បីជៀសវាងការវង្វេងប្រវត្តិសាស្ត្រនៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook ផ្លូវការរបស់សម្ដេចនៅយប់ថ្ងៃទី30ខែឧសភាឆ្នាំ2025នេះសម្ដេចបានសរសេរនៅខ្លឹមសារអមជាមួយនឹងរូបភាពជាច្រើនដែលមានអត្ថន័យទាំងស្រុងថានៅក្នុង Facebook របស់ខ្ញុំត្រូវបានពួកជ្រុលនិយមថៃចូលមកជេរប្រមាថដែលជាចេតនាចង់បំផ្លាញទំនាក់ទំនងល្អរវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរកម្ពុជាថៃនិងចង់ដុតកម្ដៅឲ្យមានការប្រយុទ្ធគ្នារវាងកងទ័ពប្រទេសទាំងពីរក៏មានជនជាតិថៃមួយចំនួនចង់ឲ្យកម្ពុជាដកកងទ័ពចេញពីតំបន់ដែលកងទ័ពកម្ពុជាកំពុងឈរជើងដើម្បីជៀសវាងការវង្វេងប្រវត្តិសាស្ត្រខ្ញុំសូមបញ្ជាក់លើ3ចំណុចដូចខាងក្រោម1តំបន់មុំ3នេះជាទឹកដីកម្ពុជានឹងត្រូវបានកងទ័ពកម្ពុជាឈរជើងតាំងពីមុនកិច្ចព្រមព្រៀងប៉ារីសទៅទៀតមានន័យថាមុន MOU ឆ្នាំ2000ប្រហែល13ឬ14ឆ្នាំអ៊ុនតាក់ប្រហែលជាអាចធ្វើសាក្សីបានហើយបើមិនច្បាស់កម្ពុជានិងថៃអាចព្រមព្រៀងគ្នាយកបញ្ហានេះអមដោយផែនទីផ្លូវការដែលអន្តរជាតិទទួលស្គាល់មិនមែនជាផែនទីចោលដែលគូដោយខ្លួនឯងដើម្បីលួចដីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិឡាអេដើម្បីបញ្ចប់សេចក្តីក្រោមយុទ្ធសាស្ត្រពន្លត់ភ្លើងជាជាងអង្គុយបកផ្សែងនិងដើម្បីសេចក្តីសុខនិងសាមគ្គីភាពនៃអ្នកជំនាន់ក្រោយកុំឲ្យមានរឿងច្រំដែលកើតឡើងបន្តទៀត2រូបប៉ុន្មានសន្លឹកដែលខ្ញុំនិងភរិយាព្រមទាំងសហការីបានទៅកាន់តំបន់នោះកាលពីជាង15ឆ្នាំមុនគឺជាភស្តុតាងកាន់តែច្បាស់បញ្ជាក់ថាជាទឹកដីកម្ពុជាខ្ញុំមិនអាចស្លៀកពាក់យោធាទៅថតក្នុងទឹកដីថៃឬទឹកដីឡាវនៅតំបន់នោះបានទេពិតមែនតែពេលនោះខ្ញុំទទួលកងទ័ពឡាវនៅក្នុងរោងបុណ្យនេះរោងនេះត្រូវបានភ្លើងឆេះកាលពីប៉ុន្មានឆ្នាំមុន3កម្ពុជាមិនអាចដកកងទ័ពចេញពីទឹកដីរបស់ខ្លួនតាមការទាមទាររបស់ភាគីថៃបានឡើយក្បួនបែបនេះគឺជាក្បួនដែលអតីតនាយករដ្ឋមន្ត្រីថៃអភិសិទ្ធវេចាជីវ៉ានិយាយមកកាន់ខ្ញុំចំពោះមុខប្រធានាធិបតីឥណ្ឌូនេស៊ីកាលពីឆ្នាំ2011ថាសូមភាគីទាំងពីរដកកងទ័ពចេញពីតំបន់ប្រាសាទព្រះវិហារទាំងអស់គ្នាខ្ញុំនិយាយទៅកាន់អភិសិទ្ធវិញថាខ្ញុំមិនអាចដកកងទ័ពចេញពីទឹកដីខ្លួនឯងបានទេផ្ទុយទៅវិញឯកឧត្តមត្រូវដកកងទ័ពឈ្លានពានរបស់ឯកឧត្តមចេញដោយគ្មានលក្ខខណ្ឌការកើតឡើងនៅមុំ3ចំនួន3ថ្ងៃមកនេះគឺរឿងច្រំដែលនៃល្បិចកលដែលចង់យកដីពីកម្ពុជាដោយមេបញ្ជាការថ្នាក់ក្រោមដោយមានការគ្រប់គ្រងពីក្រុមជ្រុលនិយមរបស់ថៃផងដែរ